ត្រឡប់ពីចំការក៏បានមកដល់ផ្ទះវិញហើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះរៀងយឺតបន្តិចមកដល់ផ្ទះចាហើយតពុយក៏ខំមកថាយាយអើយមានឃើញអីមួយអត់នៅមុខផ្ទះហ្នឹងខ្ញុំថាឃើញដឹងកែស្អីទេគាត់ថាឲ្យហែកមើលក្នុងនឹងមានអីគេខ្លះខ្ញុំនេះក៏ហែកមើលតាមគាត់ទៀតតកែលឹកគាត់ផ្ញើផ្លែប៉ោមយកមកឲ្យតពុយហូបបងប្អូននិយាយទៅតកែលឹកហ្នឹងគាត់រកស៊ីជាមួយតពុយផែរយៈពេល15ឆ្នាំឯងបងប្អូនគាត់មកលឹកពីតពុយរហូតឲ្យតាពុយក៏ដាំអាលឹកគឺគាត់ដឹងតែមកយកទៅទាំងអស់តែម្ដងហើយឆ្នាំហ្នឹងដោយសារតែខ្លាចតាពុយអត់លក់អាលឹកឲ្យគាត់ខំផ្ញើរបស់របរយកមកឲ្យតាពុយហូបច្រើនមែនទែនបងប្អូនដូចជាផ្លែក្រូចផ្លែប៉ោមផ្លែសេរីដើម្បីមកយកចិត្តតាពុយឆ្នាំហ្នឹងឲ្យទុកអាលឹកលក់ឲ្យគាត់ទៀតក៏ខ្លាចតាពុយលក់អាលឹកឲ្យអ្នកផ្សេងបងប្អូនហើយផ្លែប៉ោមល្អមែនទែនបងប្អូនឯងមានពណ៌ឡើងក្រហមហើយមែនតិចបងប្អូនមកកែហ្នឹងឡើង10គីឡូហើយផ្លែប៉ោមឥឡូវនេះនៅកូរ៉េមួយផ្លែបាន5 6 ពាន់បងប្អូនថ្លៃមែនទែនសូម្បីតែខ្ញុំក៏មិនហ៊ានទិញហូបដែរឥឡូវផ្លែប៉ោមផ្លែឈើនៅកូរ៉េនិយាយពីអូយថ្លៃមែនទែនហ៊ានហូបមើមទៅទ្រាំឥឡូវ